បងនិយាយថា sticker មិញខ្ញុំធ្វើហើយតាម ChatGPT ហើយតែយើងចង់ add អក្សរខ្មែរបន្ថែមទៀតឲ្យវារៀងលោយ៉ាងហ្នឹងធ្វើមិនបងមានអីពិបាកកម្មវិធីហ្នឹង free ទៀតដាក់អក្សរខ្មែរមកកលិបចុំយ៉ាងមកបើ Canva មកខ្ញុំប្រាប់ជាដំបូងបងប្អូនចូលកម្មវិធី Canva មកបន្ទាប់មកយើង new project បន្ទាប់មកយើងយកពាក្យថា customize size បន្ទាប់មកបងប្អូនយកទំហំ512គុណនឹង512បន្ទាប់មកយើងចុច create new design បន្ទាប់មកបងប្អូនចុច camera roll បន្ទាប់មកយើង full access វាមកនេះយើងយករូបភាពដែលយើងបាន generate ណាយើង add to page បន្ទាប់មកបងប្អូនចុច remove background វាសិនមកអញ្ចឹងយើង remove background ហើយអញ្ចឹងឧទាហរណ៍យើងចង់ធ្វើនេះរូបនេះមួយអញ្ចឹងខ្ញុំ crop វាមកបន្ទាប់មកទៀតបងប្អូនចុចពាក្យ text បន្ទាប់មកយើង add text មួយមកអញ្ចឹងបន្ទាប់មកទៀតខ្ញុំត្រូវ export វានេះយើងចុចសញ្ញា share ហ្នឹងមកបន្ទាប់មកយើងចុចពាក្យថា download អញ្ចឹងកន្លែងនេះបងប្អូនត្រូវចុចពាក្យនេះ transparent background ដើម្បីឲ្យវាថាកុំឲ្យវាជាប់ background ណាយើងចេញតានេះរបស់យើងបានហើយចេញតា subject របស់យើងបានហើយអញ្ចឹងយើងចុច download អញ្ចឹងយើងទទួលបាន sticker មួយដែលមានរូបភាពជាមួយនឹងអក្សរខ្មែរដែលយើងចង់បានហើយកុំភ្លេចចុច like និង report វីដេអូម្នាក់មួយផងដើម្បីអ្នកទាំងគ្នាទទួលបានវីដេអូថ្មីៗទៀតនៅវីដេអូក្រោយអរគុណបាយបាយ